ថមសូមគោរពជម្រាបសួរដល់លោកគ្រូមាត់សរឿននិងសួស្តីដល់មិត្តភ័ក្តិរួមថ្នាក់ទាំងអស់គ្នាអ្នកខ្ញុំឈ្មោះរក្សាដែលរៀននៅថ្នាក់ទី 12B សូមធ្វើការសង្ខេបរឿងរៀបការក្នុងសាលទី1ដូចតទៅនៅក្នុងនគរអយុធ្យាដែលមានស្ដេចមួយអង្គសោយរាជគឺព្រះបាទទសរថដែលមានព្រះមហាក្សត្រ3អង្គគឺនាងកល្យានាងកៃកេសីនិងនាងសមុទ្រដោយមហាក្សត្រទាំង3អង្គរបស់ព្រះអង្គពុំមានបុត្រព្រះអង្គក៏បានរៀបចំធ្វើពិធីបូជាយញ្ញដោយដុតសាច់ទាំងរស់បន្ទាប់មកក៏មានព្រះនរាយណ៍ក្រឡាខ្លួនជាមនុស្សខ្មៅបានយកបាយជា3ចំណែកយកមកឲ្យមហាក្សត្រទាំង3អង្គរបស់ព្រះអង្គលុះក្រោយមកមហាក្សត្រទាំង3អង្គរបស់ព្រះអង្គក៏ទទួលបានបុត្រដោយនាងកល្យាទទួលបានព្រះរាមនាងកៃកេសីទទួលបានព្រះភិរុតចំណែកឯនាងសមុទ្រទទួលបានព្រះរៈនិងព្រះសុក្រតលុះក្រោយមកព្រះរាមនិងព្រះលក្សណ៍ក៏បានធ្វើដំណើរទៅរៀនសិល្ប៍ជាមួយលោកគ្រូឥសីពីស្វាមិត្តលោកគ្រូឥសីពីស្វាមិត្តក៏បានធ្វើហោមពិធីដើម្បីជាកិត្តិយសដល់អ្នកទាំងពីរក៏ប៉ុន្តែក៏ត្រូវបានយក្សក្រឡាខ្លួនធ្វើជាក្អែកខ្មៅមួយយ៉ាងធំដែលមាននាមថាកក្ខនាសូរក៏ចូលមកបំផ្លាញហោពិធីជាហេតុធ្វើឲ្យព្រះឥសីពីស្វាមិត្តមានការខឹងចម្បាយ៉ាងខ្លាំងក៏បានខ្លាយសរជាធ្នូឲ្យព្រះរាមអាចសម្លាប់ក្នុងពេលនោះទៅបើកលែងមកនៅក្នុងនគរមិថុលាវិញដែលមានព្រះបាទជនុជាអ្នកគ្រប់គ្រងក៏បានរៀបចំធ្វើពិធីជ្រើសរើសគូស្រករឲ្យនាងសីតាដែលមានការចូលរួមដូចជាព្រះរាមព្រះលក្សណ៍ព្រមទាំងមានបេក្ខជនមកពីភពទាំង3ព្រមមានព្រះឥសូរចូលរួមផងដែរប៉ុន្តែគ្មាននរណាលើករួចក្រៅពីព្រះរាមក៏បានរៀបចំធ្វើពិធីអភិសេកឲ្យអ្នកទាំងពីរលុះក្រោយមកព្រះរាមនិងនាងសីតានិងព្រះបាទទសរថក៏បានធ្វើដំណើរត្រឡប់មកនគរវិញមកដល់ពាក់កណ្ដាលផ្លូវក៏បានជួបនឹងបរមរាមបរមសូរដែលបានចោទប្រកាន់ទៅលើព្រះបាទទសរថថាបានលួចឈ្មោះរបស់ខ្លួនយកទៅដាក់ឲ្យកូនជាថែតធ្វើឲ្យព្រះរាមបានចាញ់រាមបរមសូរក្នុងពេលនោះទៅលុះមកដល់នគរព្រះបាទទសរថក៏មានបំណងចង់ឲ្យព្រះរាមឡើងសោយរាជប៉ុន្តែត្រូវបានជំទាស់ពីនាងកៃកេសីដោយលើកយកនៅពាក្យសត្យយកមកនិយាយដោយឲ្យព្រះបាទទសរថបានសន្យាថាបើសិនបុត្ររបស់នាងកៃកេសីចំអកជាមួយព្រះអាទិត្យឈ្នះនឹងឲ្យបុត្ររបស់នាងឡើងសោយរាជប៉ុន្តែព្រះអង្គក៏មានគំនិតចង់បែងចែកនគរជាពីរប៉ុន្តែត្រូវបាននាងកៃកេសីជំទាស់ហេតុនេះទើបព្រះរាមសុខចិត្តចាកចេញពីនគរអស់រយៈពេល14ឆ្នាំដើម្បីកុំឲ្យនៅក្នុងគ្រួសារមានជន្លុះតទៅទៀតក្រោយពីស្ដេចទាំង3ធ្វើដំណើររហូតមកជួបកុលខណ្ឌដែលជាមនុស្សខ្មៅប៉ុន្តែមានចិត្តល្អចេះចែករំលែកចេះជួយអាសាហើយព្រះរាមនិងកុលខណ្ឌក៏រាប់អានគ្នាទុកជាបងប្អូនធម៌លុះក្រោយមកព្រះរាមក៏បានធ្វើដំណើរបន្តទៅភ្នំចិត្រកូដដើម្បីរៀនបួសជាឥសីនៅក្នុងរឿងរាមកេរ្តិ៍ខ្សែទី1ដែលមានតួអង្គគឺព្រះបាទទសរថនាងកល្យានាងកៃកេសីនាងសមុទ្រព្រះរាមព្រះភិរុតព្រះលក្សណ៍និងព្រះសុក្រតលោកគ្រូឥសីពីស្វាមិត្តយក្ខនីកក្ខនាសូរព្រះបាទជនុនាងសីតារាមបរមសូរកុលខណ្ឌអរគុណចំពោះលោកគ្រូមាន់សរឿននិងមិត្តភ័ក្តិរួមថ្នាក់ទាំងអស់គ្នាដែលចូលរួមសម្ដាប់ពីដើមរហូតដល់ចប់